បាទជំរាបសួរបងប្អូនហើយខ្ញុំឲ្យមើលក្តាមទូចកូនក្តាមដែលវាតម្កើតទំនាស់នេះតែវាមិនមែនតម្កើតទំនាស់បានប៉ុណ្ណឹងហ្មងទេវាការពីវាតម្កើតពីមេវាហ្មងនោះប៉ិនចកាសទេអានេះចូល2-3 ខែអីហើយបានប៉ុណ្នេះនេះទំហំវាប៉ិនកូនដៃអានេះបើយើងយកមកចិញ្ចឹម6 ខែបានធំតែក្តាមថ្មពេលវានៅទូចអញ្ចឹងវាសក់លឿនវាថាមួយខែអញ្ចឹងវាសក់4 ដងអីនៅទូចតែបើចូលប្រព័ន្ធនេះហើយអានេះចិញ្ចឹម4 ខែហ្នឹងវាបានហើយຂະຫນាតប៉ុណ្នេះវាអត់សក់លឿនទេក្នុងមួយខែវាសក់2 ដងអីទេអានេះនេះប្រព័ន្ធនេះខ្ញុំយកទូចប៉ុណ្នេះញ៉ាទូចនេះចាំយូរហើយបើចង់ចាំឲ្យបានហាប់ចាប់ហ្មងអានេះតែ2 ខែប៉ុណ្នេះអានេះຂະຫນាតវា1ចូល1 ខាំជាង1 ខាំកន្លះហើយវាថត់1 ខាំកន្លះបងនេះក្តាមខេនៅនេះសបោរក្តាមខេនឹងវីដេអូមួយណាក៏ក្តាមខេដែរហ្នឹងតែ2 ខែទេនេះអានេះ2 ខែទេក្តាមខេដូចគ្នាសបោរក្តាមខេនៅនេះបងប្អូនអានេះសំគួរប្រឡែងអានេះຂະຫນាតវា20 គ្រាប់ 1 គីឡូនេះ20 គ្រាប់ 1 គីឡូ3 ខែទៅ 3 ខែកន្លះតាមយើងដាក់ធាត់ដាក់ស្គមតោះឥឡូវយើងទៅប្រឡែងវាសិននេះឲ្យយើងឲ្យដើរទៅតាមស្រួលដាច់គៀបបាទក្តាមខែងាយដាច់គៀបមួយយកទៅខ្សែហ្មងមួយចង់បានហើយ